ជប៉ុននិងកូរ៉េខាងត្បូងនៅថ្ងៃអង្គារបានបង្ហាញពីគោលបំណងបដិញ្ញាពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខនិងសេដ្ឋកិច្ចដើម្បីទប់ទល់ភាពតានតឹងខ្លាំងឡើងនៅតំបន់អាស៊ីបូព៌ាបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃអង្គារជំនួបកំពូលនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូងលោកលីជេមយ៉ុងបានជួបជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងស្របពេលដែលទំនាក់ទំនងរវាងទីក្រុងតូក្យូនិងប៉េកាំងស្ថិតនៅក្នុងស្ថានភាពតានតឹងពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់បើតាមសារព័ត៌មាន The Straits Times នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takahashi និងប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជេមយ៉ុងបានពិភាក្សាអំពីខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មបច្ចេកវិទ្យា AI ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តរួមគ្នាគឺសហរដ្ឋអាមេរិកក្នុងសេចក្តីប្រកាសរួមគ្នាមេដឹកនាំទាំងពីរបានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងជប៉ុនកូរ៉េខាងត្បូងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងជប៉ុនកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅតែបន្តរីកចម្រើនបន្ថែមលើនេះលោកប្រធានាធិបតីលីដែលក្រុងនឹងចំណាយពេលទស្សនកិច្ច2ថ្ងៃនៅជប៉ុនបានអះអាងថាមេដឹកនាំទាំងពីរក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលបានកំណត់គោលដៅលើជនរងគ្រោះឆ្លងកាត់ព្រំដែនផងដែរ